Chỉ cáchបន្ទាប់សូមរីករាយទស្សនាការដើរបង្ហាញម៉ូដសម្លៀកបំពាក់ពណ៌មានគោលប្រចាំថ្ងៃទាំង7របស់អ្នកគ្រូនិងបុគ្គលិកអប់រំនៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាអូឡ িম্প ពិកអត្ថន័យនៃសម្លៀកបំពាក់ពណ៌មង្គលប្រចាំថ្ងៃបានដកស្រង់ចេញពីពណ៌មង្គលរបស់ទេវតាសង្ក្រាន្តទាំង7ពណ៌នៃសម្លៀកបំពាក់ជាប្រពៃណីមួយដ៏ប្រសើររបស់ខ្មែរដែលលោកបានកំណត់ឲ្យកូនចៅតគ្នាស្លៀកពាក់ឲ្យសមនឹងថ្ងៃនីមួយពណ៌សម្លៀកបំពាក់ប្រពៃណីខ្មែរត្រូវតាមថ្ងៃនីមួយមានអត្ថន័យខុសពីគ្នាបុរាណខ្មែរលោកមានជំនឿថាបើយើងអនុវត្តការស្លៀកពាក់តាមពណ៌មង្គលទាំង7ឲ្យបានខ្ជាប់ខ្ជួនយើងនឹងទទួលបានជោគជ័យសុភមង្គលភាពសុខដុមរមនាសុខភាពល្អនិងសំណាងល្អពណ៌សម្លៀកបំពាក់ប្រពៃណីខ្មែរយើងត្រូវតាមថ្ងៃនីមួយមានអត្ថន័យដូចតទៅពណ៌សិរីសួស្តីរបស់ថ្ងៃអាទិត្យគឺពណ៌ក្រហមពណ៌នេះតំណាងឲ្យវីរភាពភាពអង់អាចភាពក្លាហានបុរាណអាចារ្យលោកឲ្យប្រើពណ៌ក្រហមជាពណ៌មង្គលបង្ហាញពីការចេះគ្រប់គ្រងអារម្មណ៍បានល្អនិងមិនឆេវឆាវពណ៌សិរីសួស្តីសម្រាប់ថ្ងៃច័ន្ទគឺពណ៌លឿងទុំពណ៌នេះតំណាងឲ្យថ្ងៃសោមនស្សរីករាយសមភាពនិងភាពស្មើគ្នាបុរាណអាចារ្យលោកឲ្យប្រើពណ៌លឿងទុំជាពណ៌មង្គលបង្ហាញពីការទំនាក់ទំនងនិងយោគយល់អធ្យាស្រ័យគ្នាបានល្អពណ៌សិរីសួស្តីរបស់ថ្ងៃអង្គារគឺពណ៌ស្វាយពណ៌នេះតំណាងឲ្យភាពជឿជាក់លើខ្លួនឯងភក្ដីភាពនិងភាពស្មោះត្រង់បុរាណអាចារ្យលោកឲ្យប្រើពណ៌ស្វាយជាពណ៌មង្គលបង្ហាញពីជំនឿចិត្តធ្វើកិច្ចការអ្វីបានសម្រេចដោយបំណងប្រាថ្នាពណ៌សិរីសួស្តីរបស់ថ្ងៃពុធគឺពណ៌ស៊ីលៀបពណ៌នេះតំណាងឲ្យភាពសុទិដ្ឋិនិយមភាពជាអ្នកដឹកនាំនិងអព្យាក្រឹតភាពបុរាណអាចារ្យលោកឲ្យប្រើពណ៌ស៊ីលៀបជាពណ៌មង្គលបង្ហាញពីការយល់ចិត្តនិងការគិតល្អចំពោះអ្នកដទៃពណ៌សិរីសួស្តីរបស់ថ្ងៃប្រហោះគឺពណ៌បៃតងពណ៌នេះតំណាងឲ្យភាពរីកចម្រើនរុងរឿងក្តីសង្ឃឹមនិងក្តីស្រមៃខ្ពស់បុរាណអាចារ្យលោកឲ្យប្រើពណ៌បៃតងជាពណ៌មង្គលបង្ហាញពីការចេះវិនិច្ឆ័យត្រឹមថ្លែងបានត្រឹមត្រូវពណ៌សិរីសួស្តីរបស់ថ្ងៃសុក្រគឺពណ៌ខៀវពណ៌នេះតំណាងឲ្យការបដិញ្ញាចិត្តភាពអំណត់ព្យាយាមនិងមេត្តាភាពបុរាណអាចារ្យលោកឲ្យប្រើពណ៌ខៀវជាពណ៌មង្គលបង្ហាញពីការអត់ធ្មត់ប្រឹងប្រែងអស់ពីលទ្ធភាពលើកិច្ចការងារផ្សេងពណ៌សិរីសួស្តីរបស់ថ្ងៃសៅរ៍គឺពណ៌ព្រីងទុំពណ៌នេះតំណាងឲ្យភាពរួសរាយរាក់ទាក់និងភាពប្រាកដនិយមបុរាណអាចារ្យលោកឲ្យប្រើពណ៌ព្រីងទុំជាពណ៌មង្គលបង្ហាញពីភាពច្បាស់លាស់និងប្រាកដប្រជាចំពោះកិច្ចការងារផ្សេងអាទិត្យក្រហមខ្ចីឬចាស់ច័ន្ទផ្លាស់លឿងទុំស្វាយអង្គារថ្ងៃពុធស៊ីលៀបសំសោភាប្រហោះបៃតងត្រួយជ័យខ្ចីពណ៌ខៀវក្រនៀវប្រើថ្ងៃសុក្រពណ៌និលព្រើទុកសៅសិរីតែងខ្លួនតាមក្បួនលោកស្រដីចម្រើនសិរីជោគជ័យអើយសូមអរគុណចំពោះការតាមដានទស្សនាការដើរបង្ហាញម៉ូដសម្លៀកបំពាក់ពណ៌មង្គលប្រចាំថ្ងៃទាំង7សម្ដែងដោយអ្នកគ្រូនិងបុគ្គលិកអប់រំនៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាអូឡ িম্প ពិកសូមអរគុណ